ការអភិវឌ្ឍសមត្ថភាពនិងបណ្ដុះបណ្ដាលបុគ្គលិករបស់លោកអ្នកជាមួយវិធាន Episode ទី1 Create Sales Invoice បញ្ហារបាយការណ៍របស់ SME ភាគច្រើនមិនមែនមកពីប្រព័ន្ធទេប៉ុន្តែមកពីមនុស្សទិន្នន័យនិងវិធីសាស្ត្រការងារដូច្នេះវិធានមិនត្រឹមតែផ្ដល់ប្រព័ន្ធគណនេយ្យទេប៉ុន្តែថែមទាំងបណ្ដុះបណ្ដាលអនុវត្តជាក់ស្ដែងនិងគាំទ្រដល់អ្នកជំនាញក្នុងស្រុកផងដែរ Episode ទី1 Create Sales Invoice ជាដំបូងលោកអ្នកចូលទៅក្នុង Quick Access បន្ទាប់មកជ្រើសយកពាក្យ Create Invoice បន្ទាប់មកលោកអ្នកសូមបំពេញប្រតិបត្តិការលក់ដោយបញ្ចូលឈ្មោះអតិថិជននិងជ្រើសរើសប្រភេទសេវាកម្មឬទំនិញរួចធ្វើការប៉ុស្តិ៍យកតែម្ដងជាលទ្ធផលលោកអ្នកបាន Entry ដែល Automate ចេញមកពី System ដោយលោកអ្នកគ្រាន់តែបំពេញប្រតិបត្តិការលក់នោះ Accounting Entry នឹងចេញ Auto តែម្ដងដូចនេះទោះបីជាលោកអ្នកមិនចេះ debit credit លោកអ្នកក៏អាចប្រើ system វិធាននេះបានផងដែរដែលជាលទ្ធផលទី2នោះគឺ invoice print out លោកអ្នកនឹងទទួលបានវិក័យប័ត្រ invoice ដែលជា tax invoice ឬក៏ commercial invoice ដូចនេះលោកអ្នកអាចចេញវិក័យប័ត្រនេះជូនទៅកាន់អតិថិជនរបស់លោកអ្នកបានលទ្ធផលទី3នោះគឺ automate sales report ដែលជារបាយការណ៍លក់ទៅឲ្យអតិថិជនលោកអ្នកអាចមើលតាមឈ្មោះអតិថិជននីមួយៗបានជាចុងក្រោយលទ្ធផលដែលបុគ្គលិករបស់ SME នឹងទទួលបាននោះគឺការប្រើប្រាស់មុខងារក្នុងប្រព័ន្ធបានត្រឹមត្រូវនិងមានអ្នកជួយផ្ដល់ប្រឹក្សាយោបល់នៅពេលដែលត្រូវការជំនួយ